ត្រាំយន់ឈ្លីកិច្ចដំណើរដល់តឹងតែងរបស់រេងកាននៅចំពោះមុខវិមានក្រំឡាំងមុនពេលដំណើរទស្សនកិច្ចផលរដ្ឋរបស់ចក្រភពអង់គ្លេសនេះជារបៀបដែលលោក Donald Trump បានផ្លាស់ប្ដូរពិភពលោកនិងកន្លែងរបស់អាមេរិកនៅក្នុងនោះប្រធានាធិបតីអាមេរិកដំបូងគេដែលដេកនៅ Windsor Castle Ronald Reagan ត្រូវបានស្រែកថ្ងោលក្នុងប្រទេសអង់គ្លេសក្នុងឆ្នាំ1982ដោយក្រុមអ្នកតវ៉ាដែលគិតថាគាត់តឹងរឹងពេកលើបរិយារឹងរូសនៅក្នុងវិមានក្រំឡាំងត្រាំដែលនឹងស្នាក់នៅក្នុងសប្តាហ៍នេះផងដែរនៅគេហដ្ឋានរបស់ស្ដេចចក្រភពអង់គ្លេសអស់រយៈពេល900ឆ្នាំត្រូវបានគេចោទប្រកាន់ពីរឿងផ្ទុយតាវិញតែងតែលូនចូលប្រទេសរុស្ស៊ីពិសេសការឡើងចុះនៃសង្គ្រាមអ៊ុយក្រែនចុងក្រោយបង្អស់របស់លោកមុនពេលចាក់ចេញទៅកាន់ប្រទេសអង់គ្លេសកាលពីថ្ងៃអង្គារលោកត្រាំព្យាយាមចេញពីកាលបរិច្ឆេទចុងបង្អស់របស់ខ្លួនដើម្បីទះកំប្លែងដាក់ទណ្ឌកម្មលើទីក្រុងស្គូរឿងនេះបានកាត់ឡើងបើទោះបីជាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយម្ដងហើយម្ដងទៀតធ្វើឲ្យគាត់អាម៉ាស់មុខដោយភ្លៀងធ្លាក់ទៅលើជនស៊ីវិលអ៊ុយក្រែនបន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Alaska របស់ពួកគេកាលពីខែមុនត្រាំបានចាក់ចេញពីការជជែករបស់ពួកគេដោយជឿជាក់ថាសន្តិភាពជិតមកដល់ហើយនិងរង្វាន់ Nobel សន្តិភាពរបស់គាត់កាន់តែខិតជិតព្រឹត្តិការណ៍បានរលាត្រដាបការវិនិច្ឆ័យខុសរបស់លោកប្រធានាធិបតីអាមេរិកក៏បានបន្ថែមបន្ថយការញុះញង់ដោយយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងប្រទេស NATO ការអត់ធ្មត់របស់លោកនៅក្នុងការប្រជុំមុខជាមួយនឹងការឈ្លានពានរបស់ទីក្រុងមូស្គូគាត់បានស្នើថាការបំពានអាចមានជាការគំរាមឆៃមួយដែរនឹងធ្វើឲ្យ Reagan ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលនយោបាយរបស់គាត់ជួយឲ្យអាមេរិកឈ្នះសង្គ្រាមត្រចក្រជិត2ទសវត្សរ៍មុនពេលត្រាំលុបចោលនៅលទ្ធិអន្តរជាតិអាក្រក់របស់ GOP ការដាក់ទណ្ឌកម្មចុងក្រោយរបស់លោកត្រាំមានការចាប់អារម្មណ៍តិចតួចក្នុងសហរដ្ឋអាមេរិកដែលការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយផ្ដោតទៅលើការសម្លាប់អ្នកមានឥទ្ធិពល MAGA Charlie Kirk ប៉ុន្តែកាលពីចុងសប្តាហ៍លោកបានបង្ហោះសម្ពុតច្បាប់ទៅកាន់សមាជិក NATO នៅលើ Truth Social និយាយថាលោកបានត្រៀមខ្លួនរួចហើយដើម្បីដាក់ទណ្ឌកម្មធំលើរុស្ស៊ីប៉ុន្តែមានការប្រុងប្រយ័ត្នមួយសមាជិកសម្ព័ន្ធភាពត្រូវតែបញ្ឈប់ការទាញការនាំចិនប្រេងដែលដាក់ទីនីគីនៅក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ទីក្រុងមូស្គូខ្ញុំត្រៀមស្រាប់នឹងទៅនៅពេលដែលអ្នកឯងនៅទំនងហើយតែពេលណាត្រាំបានសរសេរនេះជាការប្រប្រាស់ប្រុងប្រយ័ត្នពេលឃើញលើកដំបូងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាចសម្ដៅថាសុំហេតុផលហើយអ្វីបានជារដ្ឋ NATO នៅតែទិញអ៊ីត្រូកាបូរបស់រុស្ស៊ីបើទោះបីជាមើលឃើញថារុស្ស៊ីជាគម្រាមកំហែងដល់សង្គមជាតិរបស់ពួកគេក៏ដោយប៉ុន្តែការផ្ដាល់របស់លោកត្រាំគឺជាការបង្ផ្លែមលោកបានបង្កើតលក្ខខណ្ឌដែលប្រហែលមិនអាចសម្រេចបានវិចិត្រដូច្នេះធ្វើឲ្យត្រាំចេញពីការអោបប្រន់ម្ដងទៀតជាមួយនឹងពូទីនដែលគាត់ប្រហែលមិនដែលបង្ហាញអំពីអំណាចគម្រាមឆេះដ៏សំខាន់របស់សហរដ្ឋអាមេរិករឿង4ដែលនយោបាយអ៊ុយក្រែនរបស់លោកត្រាំបង្ហាញចំណោមអធិបតេយ្យដទៃជាតិដែលលោកត្រាំទាមទារពីសមាជិក NATO គឺចូលរួមសង្គ្រាមទូនីជាតិជាមួយនឹងចិនដើម្បីដំឡើងការពន្ធពី50ទៅ100%លើទំនិញរបស់គេដើម្បីដុំគឹនការបណ្ដុំដែលចិនមានលើរុស្ស៊ីបោកកាន់សរសេរមួយនោះពួកក៏ហៅទៅតាមការពិតថា NATO ជាសម្ព័ន្ធភាពការពារមិនមែនជាប្លុកទំនិញទេហើយសមាជិកសម្ព័ន្ធភាពដែលខ្លួនឯងត្រូវបានគោលដៅដោយពន្ធរបស់លោកត្រាំរួមមានទាំងអ្នកនៅសហភាពអឺរ៉ុបនិងកាណាដាប្រហែលជាមិនឆ្លើយតបនឹងការពិតពន្ធរបស់គេបន្ថែមទៀតនៅក្នុងករណីណាក៏ដោយអត្តពលនោះប្រហែលជានឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ពួកគេក្រក់ថ្នាក់ដោយប្រឈមមុខនឹងការមិនរុញច្រានពីសហរដ្ឋអាមេរិករុស្ស៊ីកាន់តែមានភាពក្លាហានទាំងលើការវាយលុកដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកនៅអ៊ុយក្រែននិងជាមួយនឹងចំហរបស់ខ្លួននៅអឺរ៉ុបខាងកើតខណៈដែលលោកត្រាំទទួលថាលោកពូទីនចង់បានសន្តិភាពកំជ្រួយរបស់រុស្ស៊ីបានវាយប្រហារទៅលើគោលដៅស៊ីវិលនៅទូទាំងប្រទេសអ៊ុយក្រែនរាប់រយម៉ាយពីជួរមុខរោងចក្រដែលគ្រប់គ្រងដោយអាមេរិកមួយត្រូវបានវាយប្រហារហើយការិយាល័យសហភាពអឺរ៉ុបក្នុងទីក្រុងគីវត្រូវបានខូចខាតកាលពីសប្តាហ៍មុនប្រទេសប៉ូឡូញបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាច្រើនគ្រឿងនៅលើដែនអាកាសរបស់ខ្លួនវាបានលើកឡើងថាការញុះញង់គឺជាការសាក់លបងនៃការដោះស្រាយរបស់ NATO បន្ទាប់ពីលោក Trump បរាជ័យក្នុងការយកខ្សែបន្ទាត់ខ្លាំងយន្តហោះសម្ព័ន្ធមិត្តបានព្យាយាមស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីមួយទៀតដែលវាហោះពីលើប្រទេសរ៉ូម៉ានីមន្ត្រីក្រមអាវ៉ាត់របស់លោក Trump មិននៅស្ងៀមទេ Rubio បាននិយាយកាលពីថ្ងៃអាទិត្យថាការរំលោភដែនអាកាសគឺជាការអភិវឌ្ឍមិនអាចទទួលយកបាននឹងអកុសលនិងគ្រោះថ្នាក់
ឯកអគ្គរដ្ឋទូតស្ដីទីសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Dorothy Shea បាននិយាយថាការហោះហើរយន្តហោះគ្មានមនុស្សបាក់បង្ហាញពីការមិនគោរពយ៉ាងខ្លាំងទង់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចប់ជម្លោះនេះប៉ុន្តែគ្រប់គ្នាដឹងថា Trump គឺជាអ្នកធានាចុងក្រោយនៃសន្តិសុខរបស់ NATO វាអាស្រ័យទៅលើគាត់ក្នុងការសម្រេចក្នុងវិបត្តិថាតើសហរដ្ឋអាមេរិកផ្ដល់កិត្តិយសដល់សម្ព័ន្ធភាពការធានាការពារទៅវិញទៅមកដោយកាត់បន្ថយមន្ត្រីរបស់ខ្លួនប្រធានាធិបតីប្រថុយនឹងផ្ញើសារទៅរុស្ស៊ីថាការញុះញង់កាន់តែខ្លាំងនឹងមិនទទួលបានការឆ្លើយតបទេនៅទីបញ្ចប់ប្រសិនបើរុស្ស៊ីជឿជាក់ថាលោក Trump មិនប្រតិកម្មចំពោះការវាយប្រហារលើរដ្ឋ NATO ទេហើយបន្ទាប់មកក៏បានភឺវត្តចៈនៃការកើនឡើងដ៏គ្រោះថ្នាក់អាចនឹងផ្ទុះឡើងរវាងទីក្រុង Washington និងទីក្រុង Moscow ការយល់ច្រឡំអាចមានហានិភ័យដោយទីការធ្វើសង្គ្រាមដោយចេតនាលោកប្រធានាធិបតី Trump បានធ្វើចំណុចត្រឹមត្រូវមួយនាយករដ្ឋមន្ត្រីក្រូអាត Andrej Plenković បានប្រាប់ Richard Quest របស់ CNN កាលពីថ្ងៃច័ន្ទប៉ុន្តែនេះគឺជាសំណួរដ៏សុខមុខស្មាញដែលបង្ហាញអំពីលក្ខភាពនិងការដោះឈរដែលតែងតែមានពពកនៃភូមិសាស្ត្រនយោបាយអឺរ៉ុបបានបន្ថយការពឹងផ្អែកលើថាមពលរុស្ស៊ីយ៉ាងខ្លាំងតាំងពីសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្ដើមទីក្រុងម៉ូស្គូធ្លាប់ជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបញ្ជី10ប្រុកដែលយ៉ាងស្ដាំពីឆ្នាំមុនហើយបានដាក់បំបាំងលើការនាំចេញប្រេងតាមសមុទ្រនិងផលិតផលប្រេងចម្រាញ់ការនាំចេញប្រេងរុស្ស៊ី